សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីវិធីស្ងោរជ្រូកបងប្អូនខ្លះគាត់ហៅថាต้មយำតែដោយសារខ្ញុំអត់ចង់ហៅជាភាសាគេខ្ញុំហៅថាស្ងោរជ្រូកវិញដំបូងខ្ញុំដាក់ប្រេងឆាហើយដាក់ម្ទេសផ្លោកក្រៀមដែលយើងបានកិនម៉ត់កូរវាឲ្យវាឡើងក្រហមបន្តិចសិនបន្ទាប់មកខ្ញុំដាក់ស្លឹកក្រូចសើចស្លឹកគ្រៃរំដេងហើយក៏កូរវាឲ្យវាក្រៀមបន្តិចបន្ទាប់មកខ្ញុំក៏ដាក់ខ្ទឹមក្រហមចូលក្រោយពីយើងកូរគ្រឿងយ៉ាងរៀងក្រៀមខ្ញុំដាក់ខ្ទឹមសក្រោយគេបងប្អូនចង់ដាក់ដំណើរគ្នាក៏បានដែរតែខ្ញុំចូលចិត្តធ្វើអញ្ចឹងបំពងវាឲ្យឡើងបន្តិចបានយើងដាក់សាច់កូរវាឲ្យសព្វហើយខ្ញុំក៏ដាក់គ្រឿងដូចជាស្ករត្នោតទឹកត្រីប៊ីចេងហើយដាក់ម្សៅស៊ុបនិងប្រេងខ្យងបន្តិចហើយបន្ទាប់មកខ្ញុំទុកឲ្យវាដាច់ទឹកហើយខ្ញុំក៏ចាក់ទឹកចូលចាក់ទឹកឲ្យលិចសាច់បន្ទាប់មកខ្ញុំក៏គ្រប់កម្រទុកឲ្យវាពុះក្រោយពីវាពុះហើយខ្ញុំក៏ដាក់ប៉េងប៉ោះហើយនឹងផ្សិតសយើងចូលសម្រាប់បន្លែបើបងប្អូនចូលចិត្តផ្សិតប្រភេទណាឬក៏បន្លែប្រភេទផ្សេងបងប្អូនអាចដាក់បានហើយក្រោយពីវាពុះខ្ញុំក៏ដាក់ស្លឹកខ្ទឹមស្លឹកជីណាហើយនឹងប៊ីជីនឹងវងចូលហើយក៏កូរវាឲ្យសព្វក្រោយមកបានខ្ញុំបិទភ្លើងហើយក៏ច្របាច់ក្រូចឆ្មាចូលជាការស្រេចបងប្អូនចូលចិត្តជូរប៉ុណ្ណាបងប្អូនដាក់តាមចំណង់ចំណូលចិត្តដែលបងប្អូនចង់បានអរគុណបងប្អូនសម្រាប់ការទស្សនាបើសិនជាបងប្អូនមានវិធីសាស្ត្រផ្សេងដែលល្អហើយមានរសជាតិឆ្ងាញ់ជាងអាចចែករំលែកបានអរគុណ